ពលាយន្តហោះចាស់ឥឡូវគេបើកឲ្យចូលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីណាបងប្អូនការបើកសាកល្បងនេះមានរយៈពេល9ថ្ងៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី19ខែមេសាយើងអាចចូលបានចាប់ពីម៉ោង5ព្រឹករហូតដល់ម៉ោង9យប់អត់មានការគិតថ្លៃទេថ្ងៃនេះជាថ្ងៃដំបូងដែលគេបើកដំណើរការឃើញថាចាប់ផ្ដើមមានអ្នកចូលមកកម្សាន្តរត់ហាត់ប្រាណថតរូបលេងបដាបដាហើយក៏ឃើញមានការរៀបចំតុបតែងលម្អដើម្បីចាំទទួលអ្នកនរគ្នាចូលមកលេងកម្សាន្តនិងអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះក្រៅពីនឹងគេក៏ដាក់បន្ទប់ទឹកចល័តធុងសម្រាមងាយស្រួលក្នុងការរក្សាអនាម័យនិងសណ្ដាប់ធ្នាប់ផងដែរជាមួយគ្នានេះដែរក៏មានការហាមឃាត់មិនឲ្យយកចូលនិងពិសាគ្រឿងសង្វឹងការប្រើប្រាស់កំជ្រួចនិងគ្រឿងផ្ទុះនានាក្នុងបរិវេណពលានយន្តហោះនោះទេអញ្ចឹងអ្នកនៅម្ដុំពោធិ៍ចិនតុងចោមចៅឬចិត្តនឹងអីចូលឆ្នាំខាងមុខនេះអត់ដឹងទៅលេងនៅណាងាយឡើងអាចមកពលានយន្តហោះចាស់យើងបានព្រោះអីគេមានដាក់តាំងបដារូបភាពល្បែងប្រពៃណីជាតិនិងបានមកសិក្សាស្វែងយល់អំពីសំណង់អគារផ្សេងៗក្នុងពលានយន្តហោះដែលជាស្ថាបត្យកម្មប្រវត្តិសាស្ត្រត្រូវបានកសាងឡើងក្នុងកំឡុងឆ្នាំ1950ក្រៅពីនេះយើងក៏អាចមកលំហែហាត់ប្រាណលេងកីឡាអីផ្សេងៗបានដូចគ្នាសម្រាប់ឡានម៉ូតូអីយើងអាចជិះចូលទៅចតនៅក្នុងពលានបានធម្មតាការផ្ញើម៉ូតូមួយគ្រឿងតម្លៃ1000រៀលចំណែកឯឡានវិញតម្លៃទៅ2000រៀលទេអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចចូលមកលេងនៅក្នុងពលានយន្តហោះចាស់របស់យើងទាំងអស់គ្នាណាថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតបាយបាយ